មូលហេតុធំមួយចំនួនដែលលោកអ្នកគួរតែជ្រើសរើសជាមួយនឹង form លាងមុខមួយនេះសម្រាប់យកទៅប្រើប្រាស់ដោយសារសារធាតុផ្សំហើយនឹងគុណប្រយោជន៍មួយចំនួននៅក្នុង form មួយទីបនេះដែលលោកអ្នកគួរតែដឹងក្នុងនោះខ្ញុំលើកយកសារធាតុធំមួយចំនួនដែលមានដូចជា stearic acid ពុះនៅក្នុង form លាងមុខមួយនេះវាជួយដល់សម្អាតនៅកោសិកាកុហ្វក់មួយចំនួនដែលមានដូចជាខ្លាញ់នៅលើស្បែកមុខក៏ដូចជាសារធាតុកុហ្វក់នៅក្នុងរន្ធរោមរបស់លោកអ្នកហើយមិនត្រឹមតែប៉ុណ្ណោះវាមានសារធាតុ beta glucan ដែលវាមានតួនាទីក្នុងការផ្ដល់សំណើមនិងខ្ពស់ដល់ស្បែកមុខរបស់លោកអ្នកទោះបីជាអ្នកលាងសម្អាតក្រោយពីការលាងជាមួយនឹង foam លាងមុខក៏ដោយក៏ស្បែកមុខរបស់អ្នកនៅតែមានសំណើមហើយនឹងភ្លឺថ្លាសម្រាប់ឯម្សៅអង្ករ Pellenol វិញគឺវាមានតួនាទីក្នុងការផ្ដល់សារធាតុបំពន់ដែលដង្កូវមាសវាធ្វើឲ្យស្បែករបស់អ្នកកាន់តែភ្លឺថ្លានិងចែងចាំងបន្ទាប់ពីលាងសម្អាតរួចសម្រាប់ឯក្លិននៅក្នុង foam លាងមុខនេះវិញគឺដកស្រង់យកចេញពីក្លិន lavender ផ្កា lavender ហើយនឹងប្រេងផ្លែប៉ោមហើយនឹងសារធាតុផ្សំសំខាន់មួយចំនួនផ្សេងទៀតដែលលោកអ្នកអាចសិក្សាហើយនឹងស្រាវជ្រាវបន្ថែមនៅលើសវរ10 ingredient នៅក្នុង foam លាងមុខមួយនេះបានហើយ foam លាងមុខមួយនេះគឺជាផលិតផលរបស់ប្រទេសកូរ៉េសុទ្ធ 100% ដែលលោកអ្នកអាចចំណាំជាមួយនឹង logo Atomy បានហើយធ្វើការផលិតចេញពីរោងចក្រ Coma Bin8 មានការទទួលស្គាល់ត្រឹមត្រូវទាំងក្រសួងសុខាភិបាលកូរ៉េហើយនិងកម្ពុជាផងដែរសម្រាប់បទពិសោធន៍នៃការប្រើប្រាស់ជាមួយ foam លាងមុខនេះវិញសម្រាប់នាងខ្ញុំផ្ទាល់ដែលពីមុនគឺស្បែករបស់ខ្ញុំគឺមានមុនអាការៈមុនកទួលធំនៅលើស្បែកមុខហើយព្រមទាំងស្នាមចាអញ្ចឹងសម្រាប់ខ្ញុំជ្រើសរើសក្នុងការប្រើប្រាស់ជាមួយ foam លាងមុខនេះវិញរយៈពេលខ្ទង់5ទៅ7ថ្ងៃគឺខ្ញុំទទួលបានស្បែកមុខគឺមានសភាពប្រសើរជាងមុនប្រហែលជា30ទៅ40%អញ្ចឹងលោកអ្នកដែលមិនទាន់បានសាកអាចសាកបានមិនត្រឹមតែថែរក្សាស្បែកមុខរបស់លោកអ្នកទេគឺវាជួយលាងសម្អាតហើយការពារកុំឲ្យឡើងមុនផងដែរហើយសម្រាប់ផលិតផលនេះផងដែរគឺប្រើបានគ្រប់វ័យតែម្ដងទាំងបុរសនិងនារីលោកអ្នកដែលមិនទាន់បានសាកអាចសាកបានណាមិនមានធ្វើការធ្វើស្ងួតស្បែកមុខទេធ្វើឲ្យស្បែកមុខរបស់អ្នកកាន់តែភ្លឺថ្លាហើយធ្វើការ make up ងាយនឹងឆាប់ចូលទៅក្នុងស្បែកមុខរបស់អ្នកផងដែរចាអរគុណច្រើនសម្រាប់ការទស្សនាចង់សាកឬក៏ចង់ដឹងពីព័ត៌មានលម្អិតបន្ថែមអាចទំនាក់ទំនងឬក៏ឆាតមកកាន់ Facebook page ឬក៏តែមកតាមលេខទូរស័ព្ទរបស់អ្នកខ្ញុំបានអរគុណជំរាបលា